ពេលនេះកម្ពុជាកំពុងបោះជំហានថ្មីមួយទៀតទៅកាន់ឆាកអន្តរជាតិពីភាពជោគជ័យក្នុងស្រុកទៅកាន់ការតភ្ជាប់ជាមួយពិភពលោកធនាគារជាតិនៃកម្ពុជាបានបន្តពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុបន្ថែមជាមួយប្រទេសសិង្ហបុរីនេះគឺជាពេលដែលប្រាក់រៀលខ្មែរធ្វើដំណើរឆ្លងដែនតាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនបែប Digital ប្រជាពលរដ្ឋកម្ពុជាអាចប្រើ App ធនាគារខ្មែរស្កែនបង់ថ្លៃទំនិញឬសេវាកម្មនៅប្រទេសសិង្ហបុរីតាមរយៈរូប QR ដោយប្រើប្រាស់ប្រាក់រៀលខ្មែរពីគណនីរបស់ខ្លួនផ្ទាល់មិនចាំបាច់ដូរប្រាក់មិនស្មុគស្មាញគ្រាន់តែស្កែនអាចទូទាត់បានភ្លាមៗធុរកិច្ចនិងអ្នកទេសចរមកពីប្រទេសសិង្ហបុរីអាចប្រើប្រាស់ Mobile App ធនាគាររបស់ខ្លួនដើម្បីទូទាត់តាមរយៈ KHQR ជាមួយពាណិជ្ជករខ្មែរយើងនៅគ្រប់ពេលវេលាគ្រប់ទីកន្លែងទូទាំងប្រទេសពាណិជ្ជករខ្មែរងាយទទួលទូទាត់និងលក់ផលិតផលសេវាកម្មកាន់តែរីកចម្រើននេះមិនមែនត្រឹមជាបច្ចេកវិទ្យាទូទាត់ទេជាពេលដែលកម្ពុជាបង្ហាញសមត្ថភាពនិងភាពរីកចម្រើនរបស់ខ្លួនទៅកាន់ពិភពលោកហើយការតភ្ជាប់នេះគឺជាស្ពានផ្សារភ្ជាប់សេដ្ឋកិច្ចទំនុកចិត្តនិងកសាងអនាគត Digital រួមគ្នាសម្រាប់កម្ពុជានិងពិភពលោកអេទីលីដាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត